Tuesday ពុកម៉ែបងប្អូនអរគ្នាបាទហ្នឹងហើយថ្ងៃហ្នឹងខ្ញុំមកដើរលេង review ធ្វើ vlog យើងមិនមានពេលទៅដើរលេងណាទេបងប្អូនមានត្រឹមតែចិត្តពេញហ្នឹងហើយយើងក៏បានទៅបរិភោគអាហារនៅពេលព្រឹកគឺនំជុកស្រស់ហ្នឹងហើយបងប្អូននិយាយរំទៅអត់មានអីទេគឺថាលក្ខណៈអាហារយើងដើរលេងលក្ខណៈថាឃើញកន្លែងណាតំណងគឺយើងញ៉ាំកន្លែងទៅនឹងតែម្ដងហើយនេះអត់មានបានកម្រងគាត់ថាចង់ទៅដល់លេងទេសឹងថារនឹកឃើញភ្លាមទៅភ្លាមតែម្ដងហើយជាពិសេសទៅទៀតនោះគឺយើងបានមកញ៉ាំនំជុកស្រស់នៅតាមផ្លូវទៅស្អាងយើងបានទៅដល់លេងណាទេឆ្នាំនេះគឺថាមានតែត្រឹមតែដល់លេងនៅពេញចិត្តពេញប៉ុណ្្នឹងឯងព្រោះថាយើងត្រូវមានភារកិច្ចធ្វើការនៅពេលរដូវចូលឆ្នាំខ្មែរទេបងប្អូនហើយដល់ពេលចឹងទៅខ្ញុំក៏មកញ៉ាំនំជុកស្រស់នៅចិត្តស្អាងនេះហើយរសជាតិគេក៏វាអូខេតាមផ្លូវវាប៉ុណ្្នឹងគឺវាអូខេសម្រាប់ខ្ញុំហើយមានជើងមាន់មានចឹងមកយើងដាក់ហត់ចឹងកប់ស្រីមកហើយក៏និយាយថាជារំបើសិនជាយើងដើរលេងយើងញ៉ាំអីបែបហាយវាលក្ខណៈមួយថាហ្នឹងជារបៀបថាបែបយើង brand យើងញ៉ាំរបស់ចឹងវាត្រូវតែគាត់ថាយើងដើរលក្ខណៈបែបទេសចរបែបដើរលេងបែបសងប្រេងដូចពួកខ្ញុំចឹងខ្ញុំចិត្តដើរបែបសងប្រេងមានឡៃណាញ៉ាំអីតំណងគឺខ្ញុំញ៉ាំហើយជាពិសេសទៀតនោះគឺថាឲ្យតែកន្លែងណាមើលទៅបែបស្រុកស្រែបែបជនបទគឺពួកខ្ញុំចិត្តញ៉ាំហើយដើរមើលតាមផ្សារមើលតាមអីចឹងទៅហើយយើងឃើញម្ហូបអីតាមផ្លូវតាមអីចឹងវាតំណងឲ្យនំចុកស្រស់ហ្នឹងគឺថាញ៉ាំទៅក៏វាអូខេដែរវាអាចទទួលយកបានហើយគេខ្ញុំបានដាក់មួយចានម្នាក់មួយចានអញ្ចឹងទៅរួចហើយយើងក៏បន្តដំណើរទៅមុខទៀតហើយយើងជិះតាមផ្លូវស្អាតហ្នឹងបងប្អូនអើយសេរីសឹងថានៅតាមដងផ្លូវហ្នឹងគឺគេរៀបខ្សែគេហៅតុងដាក់ចូលឆ្នាំបងប្អូនអូចង់និយាយថាពេលនោះហ្នឹងគឺថាស្អាតបែបតំបន់ហ្នឹងគឺគេរៀបចំបែបដូចនៅស្រុកក្រុមដូចនៅស្រុកគេហ្នឹងគឺគេរៀបចំបែបចឹងបងប្អូននេះតាមដងផ្លូវគេដាក់ចឹងមកហើយនៅកន្លែងណាខ្ញុំអត់ដឹងគឺថានៅតំបន់ហ្នឹងគឺគេដាក់រៀបចំចឹងស្អាតទៅពពកស្អាតបងប្អូនអូនេះខ្ញុំទៅពេលថ្ងៃបងនេះក៏យើងហត់ក៏យើងសម្រាប់ចុះទិញទឹកចុះទិញអីចឹងទៅហើយតែគាត់ថានោះក្តៅមកដបកោហើយនេះមានណាយើងម៉ូតូក៏កូពេបន្តមកយើងមកចូលចាក់ទឹកចាក់អីដើម្បីឲ្យវាបាត់ឲ្យវាត្រជាក់ឲ្យវាអីចឹងទៅណាយីរួមម៉ូតូជិះក្តៅអត់កាត់ទេហើយណាមួយវិញទៀតខែចូលឆ្នាំចិត្តចូលឆ្នាំចឹងឆ្នាំណាក៏ដូចឆ្នាំណាដែរបងប្អូនគឺថាក្តៅមែនតើហើយចឹងទៅក៏ខ្ញុំសម្រាប់បន្តិចចឹងទៅដើម្បីយើងបន្តដំណើរទៅមុខទៀតតែគាត់ថាមានអីបងប្អូនអើយអស់ទឹកមានណាចាក់ទឹកក្តៅពេកមានណាដល់ពេលចឹងទៅក៏យើងងូតទឹកចាក់ទឹកខ្លួនឯងទៅយំជីទៅមានណាម៉ោង 2:10 ហើយមានណាគេតន់បាច់ទឹកមានអីមានណាចាក់ខ្លួនឯងទៅអូខេបាយ